វិនិយោគពេលវេលារបស់ខ្លួនឯងនៅពេលដែលអ្នកផ្ដោតពេលវេលាទៅលើការអភិវឌ្ឍខ្លួនឯងទាំងស្រុងពេលនោះអ្នកនឹងរកឃើញគន្លឹះរស់នៅក្នុងជីវិតដែលពោរពេញទៅដោយសេចក្តីសុខច្រើនជាងកើនទុក្ខព្រួយបើអ្នកផ្ដោតចិត្តគំនិតទៅលើភាពខ្លាំងនិងចំណង់ចំណូលចិត្តរបស់អ្នកច្រើនកម្រិតណាអ្នកនឹងរកឃើញខ្លួនឯងកាន់តែច្បាស់ប៉ុណ្ណោះដែរនៅពេលដែលអ្នករកឃើញក្តីស្រមៃរបស់ខ្លួនឯងជាអ្វីអ្នកប្រកាសជាពេញចិត្តនឹងធ្វើកិច្ចការប្រចាំថ្ងៃរបស់អ្នកដោយមិនចាំបាច់អ្នកណាមកបង្ខំឲ្យអ្នកធ្វើឡើយដោយសារតែកិច្ចការនោះជាអ្វីដែលអ្នកស្រឡាញ់ចូលចិត្តទើបអ្នកចង់ធ្វើវារហូតភ្លេចបាយទឹកក៏មានដែរបើអ្នកមានក្តីស្រមៃដក់នៅក្នុងចិត្តជាយូរមកហើយវាដល់ពេលហើយដែលអ្នកត្រូវចាប់ផ្ដើមវិនិយោគទុនពេលវេលាដាក់ចិត្តដាក់កាយដាក់គោលដៅចេញធ្វើសកម្មភាពដែលតាក់ទងជាមួយកិច្ចការនោះជារៀងរាល់ថ្ងៃពេលនោះក្តីស្រមៃដែលអ្នកតែងតែមើលឃើញក្នុងចិត្តតែម្នាក់ឯងនោះវានឹងក្លាយជាការពិតបង្ហាញឲ្យអ្នកដទៃបានមើលឃើញនិងបានទទួលប្រយោជន៍ចេញពីការស្រមៃរបស់អ្នកជាក់ជាមិនខាន